រៀបសួរលោកគ្រូនិងមិត្តភ័ក្តិយើងទាំងអស់គ្នាថានេះមកសិក្សាអំពី default reflective sensor ហើយ sensor មួយប្រភេទនេះគឺមាន mode ពីរគឺដាក់ mode ហើយ mode ដែលហៅថា mode controller ចំណែកឯ target range គឺសំដៅទៅលើចម្ងាយដែលវាចាប់ object បានជា maximum ហើយនិង minimum ចម្ងាយដែលថាចាប់ object បានជិតឬឆ្ងាយខ្ញុំចូលដល់ដំណើរការរបស់វា sensor មួយប្រភេទនេះគឺវាត្រូវការនៅ object ផ្សេងដើម្បីធ្វើជា reflection នៅពេលដែល sensor បញ្ចេញពន្លឺទៅតាម emitter បានទៅនឹង target ហើយវា reflection មកកាន់ receiver វិញហើយយកមកកាន់មើលទៀតគឺ input power terminal output គឺជា port ហើយយើងចាប់ផ្ដើមដំឡើងវាឡើងយើងត្រូវការដូចជាដុំជំនួយក្នុងការដាក់ receiver ឲ្យមានលំនឹងក្នុងការធ្វើតេស្តបន្ទាប់មកគឺជាការយកនៅជើងរបស់ sensor កាន់ដំឡើងទៅកាន់ terminal ដោយពោលបូកគឺសម្ព័ន្ធត្នោតចំណែកឯពណ៌ខៀវគឺដកចំពោះពណ៌ខ្មៅគឺសំដៅទៅលើ output របស់វាបន្ទាប់ពីយើងបញ្ចូលពោលចូលក្នុង terminal ហើយយើងចាប់ផ្ដើមបើកភ្លើងចូលទៅកាន់ power supply ដើម្បី convert ពី AC ទៅកាន់ DC ដើម្បីឲ្យដំណើរការ sensor របស់យើងនៅក្នុងលក្ខខណ្ឌ light mode នៅពេលដែល object ឆ្លងកាត់វានោះវានឹងបិទភ្លើងដោយស្វ័យប្រវត្តិនៅពេលដែលគ្មាន object ឆ្លងកាត់នោះទេវានឹងបើកភ្លើងភ្លឺនោះជានៅក្នុងលក្ខខណ្ឌ light mode ហើយយើងចាប់ផ្ដើមយកឧបករណ៍ផ្សេងៗមកក្នុងការធ្វើតេស្តដូចជាដុំដែកដែលមានពណ៌ខ្មៅហើយនឹងកញ្ចក់ដែលមានថាចំណាំងផ្លាតនៅពេលយកនៅមានចំណាំងផ្លាតទៅនៅតែវាអាចចាប់បាន detect បានថាវាមាន object ឆ្លងកាត់វាបានដែរដូច្នេះដូចជាពណ៌ metallic ដែរជាលក្ខណៈជាដែកក៏វាអាចចាប់ថាវាមានជា object ឆ្លងកាត់នៅ sensor របស់យើងមិនថាដែកស្ដើងឬដែកក្រាស់ទេ sensor របស់យើងគឺនៅតែអាចចាប់ detect បានថាមាន object ឆ្លងកាត់យើងមិនចូលដល់លក្ខខណ្ឌ dark mode វិញម្ដងនៅពេល dark mode តើតែមាន object ឆ្លងកាត់ទើបវាបញ្ចេញភ្លើងនោះតែអ្នកទាំងអស់គ្នាបានឃើញនៅពេលដែលមាន object ឆ្លងកាត់វានឹងលោតភ្លើងឲ្យយើងឃើញនោះគឺជាក្នុងលក្ខណៈនៅក្នុងលក្ខខណ្ឌ dark mode ដូចជាសូម្បីតែកញ្ចក់ក៏វាអាចចាប់បានដែរកញ្ចក់គឺវាអាចចាប់បាននៅចម្ងាយដែលបាននៅរៀងឆ្ងាយប៉ុណ្ណាប្រហែលជា20 សង់ទីម៉ែត្រឬក៏តិចជាងនេះយើងចាប់ផ្ដើមយកនៅដល់ធាតុជ័រពណ៌សដែលវាមាន reflect វាអាចចំណាំងពន្លឺចូលទៅកាន់ receiver របស់វាបានហើយយើងយកវិជាពណ៌លឿងពណ៌បៃតងពណ៌សដាក់នៅមុខវាដើម្បីឲ្យវាចាប់ detect វាអាចចាប់ផ្ដើមយកនៅដូចជាយើងក៏ចាប់ផ្ដើមដបទឹកដែលមានលក្ខណៈថ្លាឆ្លោះក៏វានៅតែអាច detect ចាប់បានដែរយើងស្រោចទឹកបានថាការបម្រើបម្រាស់ក្នុងវិស័យឧស្សាហកម្មជាត្រូវការ sensor diffusive reflective sensor នេះណាដូចជាការចាប់នៅដបទឹកឡើងកដាស់ហើយនឹងដបជាប់ដល់បំបែង